เรื่องโรบินฮูดអស់កាលជាយូរលង់ណាស់មកហើយនៅក្នុង Nottingham ប្រទេសអង់គ្លេសមានស្ដេចមួយអង្គឈ្មោះថា Richard ស្ដេច Richard ជាស្ដេចមានប្រាជ្ញានិងសប្បុរសធម៌ប្រជាជន Nottingham ស្រឡាញ់ស្ដេចរបស់គេប្រទេសមានបាននិងរីកចម្រើនតែថ្ងៃមួយនៅពេលស្ដេច Richard ធ្វើដំណើរទៅក្រុងផ្សេងទៀតនាវារបស់គាត់បានលិចនៅក្នុងសមុទ្រច្រើនថ្ងៃខែកន្លងផុតតែមានដំណឹងពីស្ដេចនិងនាវារបស់គាត់ត្រឡប់មកវិញទីក្រុងកាន់ទុកស្ដេចជាទីស្រឡាញ់របស់ពួកគេនៅពេលអវត្តមានស្ដេច Richard ប្អូនប្រុសរបស់គាត់គឺស្ដេច John ត្រូវបានគេតែងតាំងឲ្យក្លាយជាស្ដេចតែស្ដេច John គ្មានអ្វីដូចបងប្រុសរបស់គាត់នោះទេគាត់ដំឡើងពន្ធដារនិងយកលុយទាំងអស់ពីអ្នកក្រទីក្រុងចាប់ផ្ដើមក្រទៅពីមួយថ្ងៃទៅមួយថ្ងៃ Nottingham បានអស់សង្ឃឹមតែដូចជាពួកគេនិយាយរាល់ពេលមានភាពអយុត្តិធម៌នៅទីណាទីនោះនឹងមានវីរបុរសកើតឡើងនេះគឺជារឿងនិយាយអំពីបុរសម្នាក់ឈ្មោះ Robin Hood គឺជាក្មេងប្រុសម្នាក់រស់នៅក្នុងព្រៃ Seawood នៅជិត Nottingham គាត់មានក្រុមមិត្តភ័ក្តិរបស់គាត់ដែលគេហៅថា Merryman បន្ទាប់ពីមើលឃើញភាពអយុត្តិធម៌ដែលបានធ្វើដោយស្ដេច John Robin Hood បានចាត់វិធានការដើម្បីជួយប្រជាជនរបស់គាត់បានប្លន់និងលួចទ្រព្យសម្បត្តិពីរទេះសេះស្ដេចគាត់និងមនុស្សរបស់គាត់បានចែកទ្រព្យសម្បត្តិដែលបានលួចបានត្រឡប់ទៅឲ្យមនុស្សក្រីក្រវិញគ្រប់ពេលដែលរទេះសេះស្ដេចឆ្លងកាត់ព្រៃ Robin ក្រុម Merryman របស់គាត់បានចេញមកពីកន្លែងណាមិនដឹងអូខ្ញុំសង្ឃឹមថា Robin Hood ក៏គួយដេកយ៉ាងខ្លាំងថ្ងៃនេះខ្ញុំសង្ឃឹមថាវាមិនលឺសំឡេងយើងឆ្លងកាត់ព្រៃនេះទេតូនេះហើយមិនក៏ឯងធ្វើឲ្យលាន់លឺសំឡេងលឺចឹងយឺតតែលោកតើខ្ញុំសុំឲ្យសេះដើរយឺតដោយមិនដាច់អើយ Robin Hood អាចនឹងលឺសំឡេងជើងរបស់យើងកំពុងតែដើរលើដីឯលោកវាមិនអាចឲ្យអត់លឺសំឡេងនោះទេអូយបិទមាត់តែលោករដ្ឋមន្ត្រីនិយាយត្រូវ Robin និងក្រុម Merryman របស់គាត់លឺសំឡេងទាំងអស់លៀមនោះអូអត់ទេចោលយើងមិនមែនជាចោលទេឯងបានជាចោលនេះជាលុយកាក់របស់មនុស្សក្រមិនមែនជារបស់ឯងនោះទេទៅប្រាប់ស្ដេចរបស់ឯងទៅមនុស្សរបស់ Seawood មិនមែននៅតែឯងនោះទេតើយើងសម្រុកចូលទៅអរគុណព្រះអើយ Robin Hood Jasmine យើងជពាក់ជីវិតគាត់ហើយ Robin Hood ទេហ៊ានតើឯងធ្វើការរបស់ឯងអត់នឹងវាលួចទៀតហើយលុយនិងមាសរបស់យើងទៅបាត់អស់ហើយតទៅមុខទៀតវានឹងលួចប្លន់ម្ដងទៀតយើងចង់ចាប់ខ្លួនវាឥឡូវនេះពួកយើងព្យាយាមហើយព្រះអង្គច្រើនលើកហើយតែពួកវាមិនដឹងជាបាត់ខ្លួនទៅណាអស់តើឯងកំពុងតែនិយាយថាឯងមិនអាចធ្វើការនេះបានទេមែនទេអត់ទេទូបង្គំនឹងធ្វើវាទូបង្គំនឹងចាប់ខ្លួន Robin Hood វាជាសត្រូវរបស់ទូបង្គំសូមឲ្យឱកាសទូបង្គំម្ដងទៀតទៅព្រះអង្គធ្វើអ្វីក៏បានដែរយើងមិនខ្វល់នោះទេយើងចង់ចាប់ខ្លួនវាទេហ៊ានខឹងយ៉ាងខ្លាំងគាត់បានសម្រេចចិត្តដាក់អន្ទាក់ដើម្បីចាប់ Robin Hood ទេហ៊ាននឹងថាមានផ្លូវមួយគត់ដែលធ្វើឲ្យ Robin Hood មកវាំងដោយខ្លួនឯងគឺមានតែអ្នកស្រី Marian ជាក្មួយស្រីស្ដេច Richard នាងជានារីស្អាតនិងខ្លាំងក្លាម្នាក់ Robin បានជួបអ្នកស្រី Marian នៅពេលនាងឆ្លងកាត់ព្រៃ Seawood ដោយរទេះសេះរបស់នាង Robin បានវាយប្រហាររទេះនោះដោយគិតថាជារទេះរបស់ស្ដេចតែពេលដែលគាត់បានឃើញអ្នកស្រី Marian គាត់ស្ទើរតែមិនជឿភ្នែករបស់គាត់ទម្លាក់ដាវចុះហើយលុតជង្គង់ចំពោះមុខនារីដ៏ស្រស់ស្អាតនោះខ្ញុំតើអ្នកនេះជាណានេះជាស្នេហាលើកដំបូងរបស់ Marian ផងដែរខ្ញុំឈ្មោះ Marian តើលោក Robin Hood មែនទេពិតជាខ្ញុំមែនហើយ Robin តើឯងបានឮអត់ទេហ៊ានបានរៀបចំការប្រឡងបាញ់ព្រួញអ្នកឈ្នះនឹងបានរៀបការជាមួយនឹងអ្នកស្រី Marian អូយទេហ៊ាននោះពិតជាលប់ណាស់
នេះពិតជាអន្ទាក់គ្រប់គ្នាបានដឹងថា Robin Hood ជាអ្នកបាញ់ព្រួយល្អបំផុតយើងមិនទៅនោះទេត្រូវទេ Robin តែ Robin មិនស្ដាប់ថាក់ឡើយតើឯងនិយាយថាអ្នកស្រី Marian មែនទេចន់តូចអ្នកបាញ់ព្រួយល្អបំផុតនឹងបានរៀបការជាមួយអ្នកស្រី Marian មែនទេ Robin ពួកគេនឹងចាប់ឯងបើឯងទៅវាងតែពួកគេនឹងស្គាល់យើងមិនខ្ញុំនឹងខ្លែងខ្លួនអូយអាប្អូនចាំបន្តិចណាខ្ញុំមិនអោយឯងទៅតែឯងនោះទេខ្ញុំនឹងខ្លែងខ្លួនជាអុកញ៉ាឆាតនេះអញ្ចឹងហើយខ្ញុំនឹងអាចនៅចិត្តស្ដេចចនបានសម្រាប់ចិត្តដូច្នេះពួកគេទាំងអស់ទៅដល់របងទ្វារវាំងមាននរណាម្នាក់ស្គាល់ពួកគេនោះទេលើកលែងតែឯងគឺជា Robin Hood តែមិនបានជាឯងស្គាល់គាត់ចាំបន្តិចឯងជាជំនួយការស្ដេចចនមែនទេចាំបន្តិចតើឯងឈ្មោះអីគេអូត្រូវហើយគឺលោក Heath សើចអស់ចិត្តទៅយើងនឹងចាប់ខ្លួនឯងតែពីរនាក់ឥឡូវនេះអ្នកយាមតែលោក Heath ភ្លាមនោះត្រូវបានគេចាប់ដាក់ក្នុងឃុំស្រាបៀរឥឡូវនេះឯងមិនត្រឹមតែជាលោក Heath នោះទេឯងត្រូវបានដំឡើងឋានៈជាលោក Hazel តើឯងយល់ទេ Robin Heath និងស្រាបៀរចេញទៅចន់តោះទៅអូទេចាំទេអ្នកជាភ្លាមនោះវាដល់ពេលដែល Robin បាញ់ព្រួយរបស់គាត់បានបាញ់ព្រួយ3បន្តគ្នាធ្វើឲ្យវងមនុស្សភ្ញាក់ផ្អើលព្រួយទាំង3នោះបាញ់ចំកណ្ដាលវងមនុស្សអបអរសាទរអ្នកបាញ់ព្រួយដ៏អស្ចារ្យនេះ Robin យកក្រណាត់ចេញហើយចាប់ផ្ដើមមើលទៅអ្នកស្រី Marian តែបន្ទាប់មកចាប់ខ្លួនវាគឺជា Robin Hood ទីបំផុតចាប់ឯងបានហើយតែ Robin មិនបានភ័យខ្លាចនោះទេគាត់បានដឹងពីក្រុម Merryman របស់គាត់យ៉ាងច្បាស់មិនលឿនដូច្នេះទេលោកទីហ៊ានដោះលែង Robin ឬក៏ចង់និយាយពាក្យថាលាទៅស្ដេច John របស់ឯងអូទេដោះលែងវាទៅទីហ៊ានយើងមិនចង់ស្លាប់ទេទីហ៊ានភ្លាមនោះដោះលែង Robin នឹងចន់តូចសម្ដៅទៅរករបងវាំងនៅតាមផ្លូវបានឃើញអ្នកស្រី Marian ខ្ញុំនឹងមករត់ណានាងចាំខ្ញុំណាចាំជានិច្ច Robin ចាំជានិច្ចពេលមួយនៅក្នុងព្រៃក្រុម Merryman និង Robin រៀបចំគម្រោងដើម្បីយក Marian ម្ដងទៀតបន្ទាប់មកមានក្មេងប្រុសម្នាក់មកពីភូមិរត់សម្ដៅទៅ Robin ពួកគេបានចាប់ខ្លួនឪពុករបស់ខ្ញុំ អីគេតើយើងតោះទៅ Robin និងក្រុម Merryman របស់គាត់សម្ដៅទៅភូមិហើយបានឃើញអ្នកភូមិកំពុងតែប្រកែកគ្នាជាមួយទាហាននេះជាបញ្ជាស្ដេចព្រះអង្គបានដាក់ពន្ធគុណនឹង3បើឯងមិនបង់ពន្ធនោះទេយើងនឹងចាប់ខ្លួនឯងទើអរគុណ Robin Hood របស់ពួកឯងទៅវាបានធ្វើឲ្យស្ដេចខឹងហើយឥឡូវនេះឯងត្រូវតែសងវាជំនួសវិញ Robin Hood គឺជាមនុស្សល្អគាត់ខ្វល់ខ្វាយពីពួកយើងមិនដូចជាស្ដេចកំណាញ់របស់ឯងនោះទេគាត់គឺជាមនុស្សខុសខើមិនក៏ឯងហ៊ានម្លេះចាប់ខ្លួនគេទេអត់ទេជប់សិនគឺខ្ញុំទេដែលឯងត្រូវការដោះលែងមនុស្សទាំងអស់នេះទៅអើយអត់ទេ Robin យើងមិនចង់ឲ្យឯងទៅទេរត់គេចទៅអត់ទេឲ្យគេចាប់ខ្លួនខ្ញុំទៅ Robin តើឯងកំពុងធ្វើស្អីនឹងប្រហែលមកពីខ្ញុំលួចហើយយកមកធ្វើល្អហើយតែទោះជាយ៉ាងណានេះជាអំពើលួចខ្ញុំមិនចង់ឲ្យក្មេងៗក្នុងភូមិធ្វើតាមទង្វើខ្ញុំទេឯងទាំងអស់គ្នាត្រូវតែក្រោកឈរហើយប្រយុទ្ធនេះជាវិធីតែមួយគត់លាហើយអ្នកទាំងអស់គ្នាខ្ញុំនឹងជួបពួកឯងឆាប់អ្នកភូមិកើតទុកដែលធ្វើឲ្យវីរៈបុរសរបស់ពួកគាត់ចាក់ចេញទៅតែក្រុម Merryman មិនបោះបង់អ្នកដឹកនាំរបស់ពួកគេនោះទេពួកគេតាមរទេះសេះពីខាងក្នុងភ្នំដូច្នេះទាហានមិនបានឃើញពួកគេនោះទេអូហូ Robin Hood ដោះពូកែអ្នកការពារអ្នកក្រអ្នកផ្ដល់ឲ្យគេយើងមិនខ្វល់ឯងជាចោរតទៅមុខក៏នៅតែជាចោរដែរហើយចុះព្រះអង្គវិញជាអ្វីដែរព្រះអង្គម្ចាស់ព្រះអង្គលួចពីអ្នកក្រតើលួចពន្ធដារទៅអាណាអស់តើរាជវាំងរបស់ព្រះអង្គយកទៅធ្វើអ្វីព្រះអង្គគ្រាន់តែគង់លើបល្ល័ង្កមិនមែនមានន័យថាព្រះអង្គមិនលួចរាជនោះទេទូបង្គំមិនមែនចោលនោះទេលុយដែលទូបង្គំលួចជាលុយរបស់ប្រជាជនទូបង្គំឲ្យត្រឡប់ទៅពួកគេវិញនោះជាអ្វីដែលត្រឹមត្រូវឲ្យស្ដេច Richard របស់ពួកយើងវិញមកគាត់នឹងបានឃើញទង្វើដែលព្រះអង្គបានធ្វើស្ងាត់មក
ចាប់វាញាត់ចូលក្នុងគុកងងឹតទៅទីក្រុង Nottingham ស្ថិតក្នុងគ្រោះថ្នាក់អ្នកជួយសង្គ្រោះរបស់ពួកគេត្រូវបានចាប់ខ្លួនតែតាក្រុម Merryman ឲ្យស្ដេច John ឈ្នះមែនទេថាតើឯងកំពុងតែធ្វើនឹងភ្លើងគេហើយរត់ជួយខ្លួនឯងទៅ Robin ចេញឲ្យលឿនមកវាងឆេះហើយមិនក៏ឯងមកជួយខ្ញុំក៏មិនចូលចិត្តស្ដេច John ដែរខ្ញុំធ្វើខុសចំពោះគាត់តោះទៅ Robin មិនទុកចិត្តនឹងទាហាននោះតែគាត់ត្រូវតែគេចចេញពីរាជវាំងគាត់តាមទាហានទៅលើដំបូលឥឡូវធ្វើម៉េចឥឡូវខ្ញុំឈ្នះហើយតើឯងទៅណារួចឥឡូវនេះ Robin ទឹកខាងក្រោមជ្រៅណាស់ហើយមានអ្នកបាញ់ព្រួយគ្រប់ទីកន្លែងខ្ញុំដឹងថាឯងមិនគួរឲ្យទុកចិត្តនោះទេណាទាហានលាហើយមិនក៏ឯងឈួតយ៉ាងនេះវាច្បាស់ជាមិនរួចនោះទេតែ Robin Hood នៅមានជីវិតគាត់ហែលកាត់ប្រឡាយហើយចេញទៅទន្លេនៅក្នុងព្រៃខ្ញុំសង្ឃឹមថាមនុស្សរបស់ខ្ញុំមិនឯនោះទេតែត្រឡប់ទៅវាំងវិញមានរឿងមិនបានរំពឹងទុកបានកាត់ឡើងស្ដេច Richard បានត្រឡប់មកប្រទេសរបស់គាត់វិញបន្ទាប់ពីភ្លើងរលត់ហើយមនុស្ស Nottingham បានប្រមូលផ្ដុំក្នុងវាំងហើយត្អូញត្អែពីស្ដេច John និងទាហានរបស់គាត់ខ្ញុំសូមអភ័យទោសអ្នកទាំងអស់គ្នាទង្វើនេះមិនអាចអត់ឱនឲ្យបានទេឯងធ្វើឲ្យខ្ញុំខកចិត្តណាស់ John ស្ដេច John លោក His និងទាហានត្រូវតែចាប់ខ្លួនឥឡូវនេះអូយអត់ទេប្រអសូមមេត្តាផងអើយបិទមាត់នេះហើយដែលជាមូលហេតុដែលឯងឈ្មោះ His យើងបញ្ជាឲ្យដល់លេងក្រុម Merryman ហើយលើកលែងទោស Robin Hood ទាំងអស់ចំពោះមុខមនុស្សក្លាហានដូចជាគាត់គួរតែទទួលបានរង្វាន់អញ្ជើញគាត់ចូលក្នុងវាំងជាកិត្តិយសមិនយូរស្ដេច Richard បានដឹងថាអ្នកស្រី Marian បានធ្លាក់ក្នុងអន្លង់ស្នេហ៍ Robin Hood ហើយចង់រៀបការជាមួយគាត់ស្ដេច Richard ចូលចិត្ត Robin Hood គាត់សប្បាយចិត្តយ៉ាងខ្លាំងដែលបានក្មួយស្រីរៀបការជាមួយនឹងវីរបុរស Nottingham សប្បាយរីករាយដែលវីរបុរសរបស់ពួកគេត្រូវបានទទួលការគោរពនិងរង្វាន់ Robin Hood រស់នៅជាមួយ Marian នៅក្នុងព្រៃ Seafood ពួកគេរីករាយនឹងជីវិតសាមញ្ញរបស់ពួកគេរាំច្រៀងជាមួយនឹងប្រជាជន Nottingham Robin Hood និងក្រុម Merryman មិនលួចទៀតទេ